ហើយអ្វីបានជាត្រូវធ្វើបច្ចុប្បន្នភាពពន្ធដារយោងតាមប្រកាសលេខ1139សហវប្រកចុះថ្ងៃទី9ខែតុលាឆ្នាំ2014ដែលប្រកាសនេះមានគោលបំណងចង់ពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជីពន្ធដារនិងដើម្បីគ្រប់គ្រងទិន្នន័យសហគ្រាសនីតិបុគ្គលឬក្រុមអាជីវកម្មសហគ្រាសឯកបុគ្គលឬបុគ្គលទាំងឡាយឲ្យបានកាន់តែប្រសើរឡើងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធឲ្យកាន់តែមានលក្ខណៈល្អប្រសើរពង្រឹងការគ្រប់គ្រងដល់អ្នកគ្រប់គ្រងការដាក់លិខិតប្រកាសការធ្វើសវនកម្មនិងការប្រមូលបំណុលពន្ធឲ្យកាន់តែមានតម្លាភាពនិងប្រសិទ្ធភាពការចុះបញ្ជីពន្ធដារនាពេលកន្លងមកគឺនៅមានភាពខ្វះខាតក្រុមហ៊ុនខ្លះឯកសារមិនគ្រប់គ្រាន់ម្ចាស់ភាគហ៊ុនមិនមានភាពច្បាស់លាស់ខ្វះអាសយដ្ឋានសារអេឡិចត្រូនិកលេខទូរស័ព្ទទំនាក់ទំនងដែលនេះគឺជាហានិភ័យខ្ពស់សម្រាប់ពន្ធដារក្នុងការប្រមូលពន្ធចូលថវិកាជាតិដែលក្រុមហ៊ុនខ្លះធ្វើការប្រមូលពន្ធអាករលើតម្លៃបន្ថែមពន្ធកាត់ទុកនិងពន្ធអាករជាច្រើនផ្សេងទៀតពីអតិថិជនតែមិនធ្វើការប្រកាសបង់ពន្ធចូលថវិកាជាតិហើយទៅបើកក្រុមហ៊ុនថ្មីផ្លាស់ប្ដូរទីតាំងទៅកន្លែងផ្សេងដូចនេះពន្ធដារត្រូវរៀបចំចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានតាមប្រព័ន្ធថ្មីការកែតម្រង់នៃប្រព័ន្ធពន្ធដារថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនឹងនៅក្នុងខែ9ឆ្នាំ2014នេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានចេញប្រកាសមួយស្ដីអំពីការចុះបញ្ជីនៅប្រព័ន្ធថ្មីហើយនៅក្នុងប្រព័ន្ធថ្មីនេះគឺចុះបញ្ជីហើយត្រូវធ្វើបច្ចុប្បន្នភាពសហគ្រាសទាំងអស់ហ្នឹងនៅក្នុងប្រព័ន្ធពីប្រព័ន្ធចាស់មកប្រព័ន្ធថ្មីអញ្ចឹងអគ្គនាយកដ្ឋានពន្ធដារនឹងតម្រូវឲ្យក្រុមហ៊ុនសហគ្រាសទាំងនោះមកធ្វើបច្ចុប្បន្នភាពជាបណ្ដានៅរដ្ឋបាលសារពពន្ធមានន័យថានៅតាមសាខានិងអគ្គនាយកដ្ឋានពន្ធដារហើយរាល់form ដែលបំពេញថ្មីទម្រង់បែបបទថ្មីដែលបំពេញនេះគឺតម្រូវឲ្យប្រធានក្រុមប្រឹក្សាភិបាលមួយរូបមកធ្វើការថតរូបនៅរដ្ឋបាលសារពពន្ធហើយ scan ម្រាមដៃទាំងអស់មានន័យថាការធ្វើបែបនេះគឺយើងធ្វើឲ្យមានភាពប្រសើរឡើងពីព្រោះកន្លងទៅមានបញ្ហាដែលក្រុមហ៊ុនមួយចំនួនដែលគាត់បានមកបើកក្រុមហ៊ុនហើយមិនបង់ពន្ធរកស៊ីចំណេញទៅកិច្ចខ្លួនបាត់ទៅបើកក្រុមហ៊ុនមួយទៀតដល់បើកក្រុមហ៊ុនមួយទៀតគឺកន្លងទៅប្រព័ន្ធពន្ធដារឧទាហរណ៍ផ្លោះពីខេត្តមួយទៅសាខាមួយដូចជាមិនបាន cross check គ្នាទេអញ្ចឹងធ្វើឲ្យហានិភ័យហ្នឹងវាមានខ្ពស់តែប្រព័ន្ធថ្មីនេះគឺគេហៅថាមាន centralized database មួយទិន្នន័យនៅកណ្ដាលមួយគាត់ផ្លោះពីខណ្ឌខេត្តណាគឺយើងដឹងទាំងអស់ហើយ scan ម្រាមដៃនេះបើសិនជាគាត់មក scan ទី2បើក្រុមហ៊ុនគឺយើងគាត់សង្គ្រោះណាយទៅយើងដឹងថាគាត់នឹងធ្លាប់ជាពាក់ពន្ធណាបាទដូច្នេះជាប់បាទត្រូវឲ្យមកដោះស្រាយសិននេះឯងមានលុយមកបើកក្រុមហ៊ុនថ្មីតាក្រុមហ៊ុនចាស់រត់ចោលដោយអត់បង់ពន្ធអានឹងជាបញ្ហាដែរបាទការចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពព័ត៌មាននេះគឺមិនមែនជាការដាក់បន្ទុកថ្មីសម្រាប់អ្នកជាប់ពន្ធនោះទេតែគឺជាការធ្វើឲ្យមានតម្លាភាពជូនអ្នកប្រកបរបរអាជីវកម្មដែលប្រកាសបង់ពន្ធត្រឹមត្រូវធ្វើនេះចង់ពង្រឹងនៅតម្លាភាពឲ្យច្បាស់លាស់ទាំងអស់គ្នាពីព្រោះយើងខ្ញុំបាននិយាយហើយថាជម្រាបជូនថាយើងខ្ញុំចង់ការពារប្រយោជន៍អ្នកដែលគេបង់ពន្ធត្រឹមត្រូវដែរពីព្រោះដើម្បីឲ្យមានការប្រកួតប្រជែងស្មើភាពគ្នាស្មើភាពនឹងថាផ្ទះមួយដែលជាប់គ្នានឹងបង់ពន្ធតិចហើយអាជីវកម្មដូចគ្នាមួយទៀតបង់ពន្ធច្រើនអញ្ចឹងការប្រកួតប្រជែងអត់ស្មើភាពគ្នាទេយើងខ្ញុំចង់ជំរុញឲ្យការបង់ពន្ធឲ្យស្មើភាពគ្នាហើយបើសិនជាថាអ្នកដែលរកទទួលទានអ្នករកស៊ីគេតែងតែលើកថាបើសិនជាខ្ញុំរកស៊ីខាតដោយស្មើភាពគ្នាគេអត់អីទេប៉ុន្តែគេខាតដោយសាររឿងការប្រកួតប្រជែងមិនស្មើភាពគ្នាណាដូច្នេះរដ្ឋបាលសារពពន្ធនឹងតម្រូវឲ្យក្រុមហ៊ុនសហគ្រាសនោះមកធ្វើបច្ចុប្បន្នភាពជាបណ្ដាតាមការជូនដំណឹងរបស់សាខាខេត្ត
ខណ្ឌនិងអគ្គនាយកដ្ឋានពន្ធដារ ចា ឲ្យមកធ្វើមិនមែនឲ្យមកជន់គ្នាទេជាបណ្ដាហើយយើងខ្ញុំថាកំណត់នៅថ្ងៃណាមួយដែលឧទាហរណ៍ថានៅក្នុងខែដើមខែមិថុនាថាត្រូវធ្វើបច្ចុប្បន្នភាពឲ្យចប់សពគ្រប់សហគ្រាសទូទាំងប្រទេសហើយត្រូវប្រើលេខវ៉ាត់ទីនថ្មីដែលបច្ចុប្បន្នភាពដែលធ្វើថ្មីជូនហើយអ្នកដែលមានលេខវ៉ាត់ទីនចាស់វ៉ាត់ certificate ចាស់អ្នកខ្លះអាចគីកមិនចង់មកធ្វើបច្ចុប្បន្នភាពក៏ប៉ុន្តែយកលេខវ៉ាត់ទីនចាស់ហ្នឹងយកទៅធ្វើឥណទានយោងក្តីយកទៅធ្វើការនាំចូលក្តីគឺមិនបានទេដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារនិងបានពន្ធបតង់ព្រមទាំងបានសម្គាល់ការចុះបញ្ជីពន្ធដារមួយសហគ្រាសឬក្រុមអាជីវកម្មទាំងឡាយដែលមានកាតព្វកិច្ចចុះបញ្ជីពន្ធដារឬធ្វើបច្ចុប្បន្នភាពព័ត៌មានត្រូវធ្វើការស្នើសុំចុះបញ្ជីដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធឬតាមប្រព័ន្ធអេឡិចត្រូនិកដែលមាននៅក្នុងគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.thak.go.kh និងធ្វើការបំពេញបន្ទាប់មកត្រូវមកថតរូបនិងស្កេនមេរៀមដៃនៅរដ្ឋបាលសារពើពន្ធសប្តាហ៍នេះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្កើតនៅទីតាំងចុះបញ្ជីថតរូបនិងស្កេនមេរៀមដៃនៅសាលាជាតិពន្ធដារអាសយដ្ឋានអគារលេខ41 43សង្កាត់ផ្សារអេប៉ូ3ខណ្ឌទួលគោករាជធានីភ្នំពេញសាខាពន្ធដារខេត្តសៀមរាបអាសយដ្ឋានផ្លូវជាតិលេខ6ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គមក្រុងសៀមរាបសាខាពន្ធដារខេត្តកំពង់ចាមអាសយដ្ឋានផ្ទះលេខ5ភូមិ15ផ្លូវខេមរៈភូមិន្ទសង្កាត់កំពង់ចាមក្រុងកំពង់ចាមនិងសាខាពន្ធដារខេត្តបាត់ដំបងអាសយដ្ឋានភូមិគ្រឹះលេខ2ផ្លូវជាតិលេខ5ភូមិរំជែក4ឃុំរតនៈក្រុងបាត់ដំបងដើម្បីធ្វើការចុះបញ្ជីថ្មីមួយឬដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានលោកអ្នកត្រូវមានឯកសារដូចខាងក្រោមលិខិតបញ្ជាក់ការចុះបញ្ជីដែលចេញដោយក្រសួងពាណិជ្ជកម្មឬក្រសួងស្ថាប័នពាក់ព័ន្ធលក្ខន្តិកៈក្រុមហ៊ុនសម្រាប់សហគ្រាសនីតិបុគ្គលលិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅលិខិតបញ្ជាក់ការស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់ជនបរទេសរូបថតបច្ចុប្បន្នដែលមានទំហំ 35x45 មីលីម៉ែត្រចំនួន1សន្លឹករបស់អភិបាលម្ចាស់ភាគហ៊ុនបណ្ណាធិការអ្នកតំណាងដែលមានការបញ្ជាក់ឈ្មោះម្ចាស់រូបថតនិងចុះហត្ថលេខាទទួលខុសត្រូវដោយប្រធានក្រុមប្រឹក្សាភិបាលបានកម្មសិទ្ធិកាន់កាប់ទីតាំងឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្មលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យឬព័ត៌មានអចលនទ្រព្យប្រសិនបើមានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងមានសមត្ថកិច្ចប្រសិនបើមានក្នុងករណីលោកអ្នកមានឯកសារគ្រប់គ្រាន់គឺតម្រូវឲ្យអ្នកដែលចុះបញ្ជីមកជួបមន្ត្រីដើម្បីពិនិត្យឯកសាររួចយកទម្រង់ចុះបញ្ជីធ្វើការបំពេញបន្ទាប់មកទៀតត្រូវបង់ប្រាក់រួចមកត្រូវថតរូបនិងស្កេនមេរៀមដៃជាការស្រេច